សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងពេត្រុសខ្សែទី1ចំពោះ2ខ24ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាងដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិតដោយបានស្លាប់ខាងឯអំពើបាបហើយគឺដោយស្នាមជួមរបស់ទ្រង់ដែលអ្នករាល់គ្នាបានជាជាពេលខ្លះតើបងប្អូនធ្លាប់មានអារម្មណ៍ថាខ្លួនជាមនុស្សដែលមានបាបឬខ្លួនបានប្រព្រឹត្តខុសនៅកំហុសដ៏ធំឬប្រព្រឹត្តអំពើបាបដ៏ធ្ងន់ដែរឬទេតើអ្នកណាដែលធ្លាប់គិតថាខ្លួនជាមនុស្សអាក្រក់ណាស់ខ្លួនមិនសមនឹងទទួលបានការសង្គ្រោះនេះជាដំណឹងល្អសម្រាប់អ្នកដែលបានគិតយ៉ាងដូច្នោះគឺព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទសុគតនៅលើឈើឆ្កាងដើម្បីនឹងលួសអ្នករាល់គ្នាចេញពីអំពើបាបទ្រង់បានអត់ទោសបាបឲ្យអ្នករាល់គ្នាហើយគ្មានបាបណាដែលធំពេកដែលទ្រង់មិនអាចអត់ទោសឲ្យបាននោះឡើយទោះបីជាបាបនោះក្រហមឆ្អិនឆ្អៅយ៉ាងណាក៏ដោយក៏ព្រះយេស៊ូវគ្រីស្ទអាចអត់ទោសបាបឲ្យអ្នករាល់គ្នាបានគ្រាន់តែចូលមកឯទ្រង់ហើយទទួលជឿលើទ្រង់នឹងផ្ដល់ព្រះគុណនៃការអត់ទោសទ្រង់នឹងផ្ដល់នូវការសង្គ្រោះដ៏អស្ចារ្យចូលក្រឡេកមើលអំពីសាខេដែលជាអ្នកយកពន្ធគាត់បានទារពន្ធដោយកັບកេងមិនខ្វល់ពីសុខទុក្ខរបស់អ្នកដែលគាត់ទារពន្ធនោះឡើយគ្មាននរណាម្នាក់ចូលចិត្តលោកសាខេឡើយលោកសាខេត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានបាបធ្ងន់ក្រៃលែងគេមិនអាចអត់ទោសឲ្យគាត់បានឡើយគេមិនចង់រាប់អានជាមួយនឹងគាត់ឡើយទោះបីជាគាត់មានអ្វីគ្រប់យ៉ាងតែគាត់ខ្វះសេចក្តីស្រឡាញ់គាត់ខ្វះភាពកក់ក្ដៅយ៉ាងណាពេញនៅពេលដែលគាត់គ្រាន់តែចង់ស្គាល់ព្រះយេស៊ូវគ្រាន់តែចង់ឃើញព្រះយេស៊ូវព្រះអង្គបានត្រាស់ហៅគាត់ព្រះអង្គបានចូលទៅឯផ្ទះរបស់គាត់ដោយអំណាចព្រះចេស្តារបស់ទ្រង់លោកសាខេបានប្រែចិត្តលោកសាខេបានទទួលការអត់ទោសលោកសាខេព្រមទាំងក្រុមគ្រួសារទទួលបានការសង្គ្រោះមានស្ត្រីម្នាក់ទៀតដែលប្រព្រឹត្តអំពើបាបដែលគួរឲ្យអាម៉ាស់ដែលគេតាមទាន់នៅពេលដែលនាងមានសហាយបើតាមច្បាប់នាងនឹងត្រូវបានគេចោលសម្លាប់នឹងដុំថ្មតែពេលដែលជួបជាមួយនឹងព្រះយេស៊ូវជីវិតរបស់នាងបានផ្លាស់ប្ដូរសេចក្តីសង្ឃឹមបានកើតឡើងសាជាថ្មីដំណោះស្រាយបានកើតឡើងនៅពេលដែលនាងបានជួបជាមួយនឹងព្រះយេស៊ូវព្រះអង្គចាស់ព្រះយេស៊ូវបានអត់ទោសឲ្យនាងទាំងមានបន្ទូលទៅនាងថាឈប់ប្រព្រឹត្តបាបទៅនៅពេលដែលជួបជាមួយនឹងព្រះយេស៊ូវយើងនឹងជួបជាមួយនឹងសេចក្តីសង្ឃឹមយើងនឹងជួបជាមួយនឹងសេចក្តីអំណរយើងจึงជួបជាមួយនឹងការអត់ទោសអំពើបាបរបស់យើងដូច្នេះហើយបានជាព្រះបន្ទូលនៅថ្ងៃនេះបានលើកទឹកចិត្តដល់យើងរាល់គ្នាឲ្យយើងរាល់គ្នាបានស្លាប់ខាងឯអំពើបាបដែលមានន័យថាកុំឲ្យអំពើបាបធ្វើសកម្មភាពនៅក្នុងជីវិតរបស់យើងតទៅទៀតកុំឲ្យអំពើបាបបានគ្រប់គ្រងចិត្តរបស់យើងតទៅទៀតកុំឲ្យអំពើបាបគ្រប់គ្រងសកម្មភាពរបស់យើងតទៅទៀតត្បិតយើងបានស្លាប់ខាងឯអំពើបាបហើយរស់ខាងឯសេចក្តីសុចរិតហើយដូច្នេះត្រូវរស់នៅថ្វាយសិរីល្អដល់ព្រះត្រូវរស់នៅសម្រាប់សិរីល្អដល់ព្រះយើងមិនមែនជាបាវបំរើនៃអំពើបាបតទៅទៀតនោះឡើយយើងបានទទួលសេរីភាពហើយនៅពេលដែលយើងទទួលសេចក្តីជំនឿដែលជឿលើព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទយើងទទួលបានការប្រោសលោះហើយយើងទទួលបានការព្យាបាលហើយនៅពេលដែលយើងជឿលើព្រះយេស៊ូវយើងទទួលបានសេចក្តីសង្ឃឹមសេចក្តីអំណរហើយនឹងភាពជាកូនព្រះព្រមទាំងទទួលមរតករួមជាមួយនឹងព្រះគ្រីស្ទហើយនេះហើយជាសេចក្តីសង្ឃឹមដ៏អស្ចារ្យជានិច្ចរបស់យើងរាល់គ្នាជួយឲ្យយើងអរព្រគុណដល់ព្រះអង្គសម្រាប់ការសង្គ្រោះដែលព្រះអង្គបានប្រទានឲ្យដោយការលះបង់ព្រះជន្មដោយការរងទុក្ខនៅលើឈើឆ្កាងរបស់ព្រះអង្គយើងខ្ញុំថ្វាយសិរីល្អដល់ទ្រង់សម្រាប់ព្រះបន្ទូលដ៏រស់ដែលទ្រង់បានលួសយើងខ្ញុំចេញពីភក់ជ្រាំនៃអំពើបាបចេញពីភាពអស់សង្ឃឹមចេញពីសេចក្តីងងឹតឲ្យយើងខ្ញុំបានរស់នៅក្នុងពន្លឺក្នុងសេចក្តីសង្ឃឹមរស់នៅក្នុងភាពសុចរិតរបស់ទ្រង់ព្រះអង្គចាស់សូមឲ្យជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះបានក្លាយជាឧបករណ៍នៃសេចក្តីសុចរិតហើយរស់ថ្វាយទ្រង់តែមួយគត់ប៉ុណ្ណោះត្ប
បិទពេលវេលាដែលព្រះអង្គផ្ដល់ឲ្យនៅលើផែនដីនេះជាពេលវេលាដែលយើងខ្ញុំអាចនឹងរីករាយជាមួយនឹងព្រះគុណហើយការរីករាយនោះកើតឡើងតាមរយៈការដែលយើងខ្ញុំទុកចិត្តដល់ទ្រង់ជឿដល់ទ្រង់តាមព្រះបន្ទូលដែលទ្រង់បានសន្យាសូមពង្រឹងយើងខ្ញុំឡើងសារជាថ្មីនៅថ្ងៃនេះឲ្យយើងខ្ញុំជឿជាក់ថាព្រះអង្គបានប្រោសយើងខ្ញុំឲ្យមានសេរីភាពហើយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន